និយាយពីអានិសង្ឃចុះព្រោះអាត្មាត្រូវមានកិច្ចសំខាន់ទៀតព្រោះនិយាយសិតតែចង់ដឹងហើយអានិសង្ឃព្រោះលះបងថ្ងៃនេះចង់ដឹងផលតែកណាបានផលអីខ្លះមែនទេសន្លប់កូនគេសួរតាម៉ែមកឯងយកសម្ពុតទៅប្រគេនលោកបានអានិសង្ឃអីខ្លះបានផលមកវិញយ៉ាងម៉េចខ្លះណាអានិសង្ឃក្នុងវិន័យ3ដកលោកមិនបានសង្កត់ធ្ងន់តែបានប្រមាណទេប៉ុន្តែលោកអ្នកប្រាជ្ញអ្នកឆ្លៀវឆ្លាស់ក្នុងសាសនានេះលោកសង្កត់ន័យថាមាន4ខ្លះមាន5ខ្លះដើម្បីឲ្យម្ចាស់ទីនឹងគាត់ជ្រះថ្លាអានិសង្ឃនៃកឋិនទានណាលោកសំដែងថាទី1អ្នកធ្វើកឋិនទ្វាអបាយភូមិ4បាត់ចង់និយាយថានរកប្រែតិរិឆានអសុរកាយបាត់ប៉ុន្តែបាត់នឹងស្ដាប់ទៅតអ្នកខ្លះស្ដាប់មិនតាន់តែបានទៅធ្វើកឋិនម្ដងហើយលែងធ្លាក់នរកប្រែតអវិជ័យចឹងមកពីធ្វើកឋិនវិញសត្វនៅតែសម្លាប់ស្រានៅតែស្ដាប់លួចនៅតែលួចអានឹងអត់ទេណាចង់និយាយថាចាប់ពីយើងធ្វើកឋិនហ្នឹងទៅយើងបានចម្រើនសេចក្តីល្អរឿយត្រេកអររីករាយជ្រះថ្លាក្នុងបុណ្យកុសលនឹងជានិច្ចជានិរន្តរ៍ទៅលែងធ្លាក់អបាយប៉ុន្តែបើកម្មថ្មីដែលយើងសាងមកអត់បាត់ទេណាលែងធ្លាក់អបាយហ្នឹងមានន័យថាយើងចាប់ពីធ្វើកឋិនហ្នឹងទៅយើងចម្រើនសេចក្តីល្អរហូតដឹងតែលែងធ្លាក់នរកប្រែតអវិជ័យទៅឆានសូរកាយហើយតែធ្លាក់ទៅកន្លែងហ្នឹងណាយាយក៏ត្រូវជៀសវាងដាច់ខាតកុំឲ្យទៅហ្នឹងព្រោះទៅហ្នឹងអត់ស្រួលទេអត់ស្រួលទេស្មានថាអត់ស្រួលទេណាព្រោះយើងគ្រប់គ្នាហ្នឹងសត្វតែធ្លាប់ទៅហើយទាំងញោមទាំងអាត្មាហ្នឹងទៅមកប្រវត្តិដាក់ហ្នឹងវិលណាឥឡូវហ្នឹងបានមកមនុស្សចេញពីមនុស្សទៅវិញមិនដឹងថាបានមកមនុស្សទៀតអត់ណាអ្នកខ្លះចេញពីមនុស្សទៅទេវលោកសោយសម្បត្តិទឹកនៅក្នុងស្ថានទេវលោកណាអ្នកខ្លះទៅទេវលោកអ្នកខ្លះមកមនុស្សទៀតអ្នកខ្លះមិនបានមកមនុស្សទៀតទៅអីខុសពីមនុស្សក៏ថាបានឃើញយើងមើលអត់ឃើញអញ្ចឹងណាពូវិលណាកោតចាស់ឈឺស្លាប់កោតចាស់ឈឺស្លាប់វិលទៅឲ្យមកហ្នឹងវត្តដាក់ណាស្រុកនរកនឹងអត់ស្រួលទេលោកអ្នកប្រាជ្ញលោកថាមិនស្រុកនរកគ្មាននរណាជួយនរណាម្នាក់ក្តៅផ្សាជាអនន្តក្តីទុករឹតរួតត្រួតខ្យន់ឥតមានស្រាក់ស្រន់វេលាណាស្រុកប្រែតលំបាកព្រោះអត់ឃ្លានយូរទៅបានបរិភោគអាហារដោយផលនៃទានដ៏ថ្លៃថ្លាដែលញាតករណាទិសឲ្យតិរិឆានទួយប្រានលំបាករស់ទុកបានដាក់ពោះខ្លះក៏ដោយក្តីសក់តែមានយ៉ាងខ្សត់ខ្សោយព្រោះផលផ្ដល់ឲ្យទៅតាមកម្មស្រុកមនុស្សស៊ីជួសរស់មិនយូរគុនគូកម្របាន100ឆ្នាំកើតចាស់ឈឺស្លាប់មានជាប្រចាំបញ្ញកម្មគូសាងឲ្យបានស្អាតទីបំផុតលោកនៅតែឲ្យយើងចម្រើនសេចក្តីល្អបានល្អណាឥឡូវចូលរឿងយើងនេះចូលរឿងអានសង្ឃកឋិនយើងនេះណាកុំឲ្យទៅកន្លែងហ្នឹងពិបាកណាស់តែទៅឲ្យងាយបានមកវិញទេតោះណាព្រោះនរកហ្នឹងប្រែថាម៉េចនរកស្គាល់នរកទេយើងអត់ស្គាល់ទេហ្នឹងហើយយើងមិនអត់តន់ទៅក៏ណានរកប្រែមកថាដៅឬលងនរកហ្នឹងប្រែតែអញ្ចឹងបើគេសួរថានរកមានន័យថាម៉េចយាយនរកប្រែមកថាដៅឬលងណាមានន័យថាដៅឬលងហើយយើងពិចារណាមើលដៅឬលងបើសិនជាត្រីនេះវាលោតចូលលងហ្នឹងហើយលោតចូលដៅហ្នឹងហើយត្រីហ្នឹងដឹងតែមិនងាយចេញផុតពីដៅទីលងហ្នឹងវិញទេមែនទេព្រោះតើមនុស្សចាប់ដាក់ក្នុងឆ្នាំងឆ្លហើយបានទៅជាមុខផ្សេងទៀតអត់អាចរួចពីលងពីដៅនឹងបានទេណាមិនងាយនឹងរួចទេណា1000រួចពីលងបានមួយអីហ្នឹងយ៉ាងណាចង់បញ្ជាក់ថាយើងធ្លាក់ទៅកន្លែងហ្នឹងមិនងាយនឹងបានមកវិញទេណាចេះយើងគិតពិចារណាមែនតើណាខំចម្រើនសេចក្តីល្អគ្រប់គ្នាធ្វើបន់សំកុសលឥឡូវនិយាយពីអានិសង្ឃទី1អត់ធ្លាក់អបាយអ្នកធ្វើកឋិនចាំអីយាយណាចាំណាចាំអានិសង្ឃធំទី1យើងធ្វើកឋិនអត់ធ្លាក់អបាយទេកូនណាអត់ធ្លាក់អបាយភូមិទេទី2យើងអ្នកធ្វើកឋិនរមែងទៅសោយសម្បត្តិទឹកនៅក្នុងស្ថានទេវលោកឆកម្មាវចរៈសួរទាំង6ជាន់ហ្នឹងណាចាតមហារាជការតាវតឹងយាមាតសិតនមានរតីប្រាក់នំតសរតីទី1មិនធ្លាក់អបាយទី2សោយសម្បត្តិទឹកនៅក្នុងស្ថានទេវលោកសំយុតចាត់ចាក់ពីស្ថានទេវលោកបើកើតមកមនុស្សស័ក្តិសម្បត្តិតឹងចាក់នេះបានមកមនុស្សទៀតរមែងកើតក្នុងតកូល2អត់ទៅកើតក្នុងតកូលថោកទៀតទេណាគឺកើតក្នុងខត្តយៈតកូលមួយនិងព្រាហ្មណតកូលមួយណាកើតមកគឺកើតក្នុងតកូលនាយករដ្ឋមន្ត្រីឧបនាយករដ្ឋមន្ត្រីទេសរដ្ឋមន្ត្រីអង្គញាឯកឧត្តមតកូលកបបតីមន្ត្រីរាជការតកូលអ្នកមានចំណេះចេះដឹងបណ្ឌិតណាជាដើមលក្ខនឹងលក្ខអត់កើតក្នុងតកូលក្រលំបាកតោកយ៉ាវេទនាទេអត់កើតក្នុងតកូលអ្នកក្រខ្សត់អត់លំបាកល្ងងខ្លៅទេគឺកើតក្នុងតកូលពងពួកឧត្តមប្រសើរនេះយើងចាំអានិសង្ឃយើងទី3បើកើតជាមនុស្សអត់កើតក្នុងតកូលថោកទីទេអ្នកធ្វើកឋិនតើណាអ្នកធ្វើកឋិនទី4កើតជាតិណាមួយយើងនឹងសម្រេចជាស្រេចចាក់ណាចក្រវត្តិរាជាហោន្តិនោះនឹងបានជាស្រេចចាក់ដល់តែទី5អ្នកធ្វើកឋិននេះសម្រេចជាអេហិភិក្ខុបើតែចង់បួសជាភិក្ខុហ្នឹងអេហិភិក្ខុហ្នឹងគឺថាបើចង់បួសចៃវរស្បង់ហ្នឹងវាមកប្រតិឋានឯងសក់ហ្នឹងវាអង្គុកឯងតែម្ដងអ្នកហ្នឹងចឹងអានិសង្ឃមួយទៀតអ្នកធ្វើកឋិនបានរូបសម្បត្តិស្អាតដោយអានិសង្ឃសម្ពុតស្បង់ស្លៃត្រៃជីវរនេះមានរូបល្អមានរូបល្អណាមានរូបល្អអានិសង្ឃមួយទៀតញាតិសម្បទានអ្នកធ្វើកឋិនបានបរិបូរដោយញាតិបានបរិបូរដោយញាតិណាញាតិច្រើនហេតុអីបានញាតិច្រើនបានរូបល្អមកពីយើងធ្វើសម្ពុតនេះបានញាតិច្រើនមកពីកឋិនទានមិនមែនធ្វើតែយើងទេព្រោះកឋិនទានដែលមានកឋិនវត្តណាគេដាក់ថាកឋិនទានឯកជនណាមែនទេ
តែកថានទានគឺកថានទានសាមគ្គីព្រោះយើងរួបរวมគ្នាសាមគ្គីគ្នាបរិស័ទទាំង4ទិសមកពីទិសណាក៏យើងអាចបំពេញសេចក្តីល្អថ្ងៃនឹងរួមគ្នាបាននេះមកមុខទាំងអស់គ្នាហ្នឹងមិនមែនភូមិយើងចិត្តនេះទេមានឆ្ងាយខ្លះចិត្តខ្លះអ្នកខ្លះមិនដែលស្គាល់ទេនោះអញ្ចឹងបានផលរបស់កថាផលប្រយោជន៍កថាបើកូនគេសួរមកឯងទៅធ្វើមានផលប្រយោជន៍អីអានិសង្ឃមិនផ្សេងដល់ផលប្រយោជន៍កថាទី1ម៉ែទៅធ្វើកថាដូរសេចក្តីសុខផ្លូវចិត្តរបស់ម៉ែនិយាយធ្វើកថាថ្ងៃហ្នឹងសុបាយចិត្តមែនអត់